សម្រាប់ដោះស្រាយវិបត្តិជាតិបងសៀបឧទាហរណ៍រឿងកោះត្រល់ក្នុងកិច្ចព្រមព្រៀងប៉ារីគឺឲ្យខ្មែរប្តឹងយកទឹកដីខ្មែរដែលបាត់បង់ត្រឡប់មកវិញស្របតាមមាត្រា33នៃធម្មនុញ្ញសហប្រជាជាតិហើយខ្មែរអាចទៅស្នើទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺទីហ៊ានរបស់ផែនដីខ្មែរអាចប្រើប្រាស់សហប្រធានបារាំងនិងឥណ្ឌូនេស៊ីដើម្បីកោះប្រជុំអន្តរជាតិខ្មែរអាចប្រើប្រាស់នៅតុលាការអន្តរជាតិដើម្បីទាមទារយកទឹកដីខ្មែរមកវិញខ្មែរអាចប្រើការចរចាឲ្យមានមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីសើរឿងទឹកដីខ្មែរអញ្ចឹងរឿងកោះត្រល់មិនមែនជារឿងរវាងលោកហ៊ុនសែននិងយួនមិនមែនជារឿងរវាងគណៈបកប្រជាជននិងយួនមិនមែនជារឿងរបស់គណៈរដ្ឋមន្ត្រីខ្មែរនិងយួនគឺជារឿងរវាងខ្មែរនិងយួនដោយយកច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះយកមកធ្វើជាត្រីមុខធ្វើជាគោលការណ៍ដើម្បីធ្វើការជជែកគ្នាហើយថាកម្ពុជានិងយួនគឺមានភាពស្មើភាពគ្នាចំពោះមុខច្បាប់លោកហ៊ុនសែននិងគណៈបកប្រជាជននឹងសល់កេរ្តិ៍ឈ្មោះល្អបើកាលណាគណៈបកប្រជាជនងាកមករកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រគណៈបកប្រជាជនជាក់ជាមិនខានផ្លាស់ប្ដូរប្រវត្តិដែលគេធ្លាប់មើលងាយគណៈបកប្រជាជនចោទប្រកាន់ថាជាអាយ៉ងយួនជាក់ជាមិនខានគណៈបកប្រជាជនសាកល្បងមើលនឹងដឹងខ្លួនឯងមិនខ្ញុំចេះជាងលោកហ៊ុនសែនទេព្រោះគាត់បានដឹងរឿងហ្នឹងមុនខ្ញុំប៉ុន្តែមិនប្រកាសថាអ្នកកើតមុនចេះរឿងដែលអ្នកកើតក្រោយចេះឧទាហរណ៍រឿងប្រាសាទអង្គរកាលតែ1000ឆ្នាំមុន1000ជាងឆ្នាំមុនប្រជាពលរដ្ឋខ្មែរនៅសម័យអង្គរស្រួលមិនស្រួលជេរបញ្ចោមេដឹកនាំថាឈួតកសាងអីកសាងតែថ្មអញ្ចឹងខ្ញុំលឺសូរអ្នកលេងសង្គម Facebook ម្នាក់យ៉ាងល្បីគ្រាន់បើដែរនៅអាមេរិកក៏គាត់ប្រើពាក្យអញ្ចឹងដែរថាដូនតាខ្មែរឈួតកសាងតែថ្មអញ្ចឹងបានធ្វើឲ្យប្រទេសក្របងប្អូនអានឹងជាគំនិតផ្ទាល់ខ្លួនរបស់ពួកគេហើយខ្ញុំក៏ប្រើគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំដែរបើគ្មានថ្មនេះទេពួកយើងអត់ស្គាល់ខ្មែរហើយគេបំផ្លាញវត្តខ្មែររៀបដល់ដីខ្មែរកណ្ដាលខ្មែរក្រោមនៅសល់ខ្លះតែខ្មែរកណ្ដាលនេះគេវាយរំរៀបដល់ដីតែគេកំតិចប្រាសាទខ្មែរមិនបានបើគុំតែមានប្រាសាទនេះទេសួរថានៅលើពិភពលោកគេមកលេងស្រុកខ្មែរគេស្គាល់ប្រទេសកម្ពុជាគេស្គាល់ពូជសាសន៍ខ្មែរ2020នេះសតវត្សទី21នេះគេស្គាល់ដោយសារអីប្រាសាទទាំងឡាយដែលរៀបដេសដាស់ពេញស្រុកខ្មែរពេញខ្មែរក្រមនិងពេញខ្មែរលើនិងពេញឡាវបើគ្មានប្រាសាទនៅស្រុកឡាវនៅស្រុកសៀមនៅស្រុកយួនបច្ចុប្បន្ននៅខ្មែរក្រមបើគ្មានប្រាសាទទាំងអស់នោះទេគ្មានប្រាសាទនៅស្រុកខ្មែរទេបរទេសគេមិនស្គាល់ខ្មែរទេអាចោលលួចកាត់ទឹកដីខ្មែរហើយយកจากប្រាសាទខ្មែរទៅលួចក្បែរអ្នកតាទៅគេក៏មិនអាចបន្លប់បានទីបំផុតទៅដល់អាមេរិកទៅដល់អូស្ត្រាលីទៅដល់ជប៉ុនទៅដល់កាណាដាគេនៅតែបញ្ជូនរូបចម្លាក់ទាំងអស់នោះត្រឡប់មកវិញទៀតអត្តសញ្ញាណរបស់យើងត្រឡប់មកវិញក៏លើកទី3ការដែលទាំងគណៈរដ្ឋមន្ត្រីខ្មែរទាំងរដ្ឋសភាប្រធានតុលាការខ្មែរទាំងមន្ត្រីភូមិឃុំរហូតដល់ចៅហ្វាយខេត្តរួមទាំងច្បាប់ជាតិច្បាប់អន្តរជាតិនានាត្រូវដើរតាមកិច្ចព្រមព្រៀងប៉ារីព្រោះជាក្បួនប្តឹងយកទឹកដីខ្មែរមកវិញរឿងកោះត្រល់បើប្តឹងខ្មែរនឹងឈ្នះរឿងកម្ពុជាក្រោមបើប្តឹងខ្មែរនឹងឈ្នះប្តឹងរឿងកម្ពុជាក្រោមប្តឹងទៅ3អន្លើប្តឹងទី1ប្តឹងទៅបារាំងក្នុងនាមជាអ្នកដែលបានសម្រេចចិត្តនៅថ្ងៃទី4មិថុនាឆ្នាំ49ប្តឹងទៅបារាំងក្នុងនាមជាហត្ថលេខីនៃសន្ធិរ៉ឺណែវឆ្នាំ1954 2021កក្កដាឆ្នាំ54បរោមាត្រាទី1កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23/91រឿងដែលបារាំងចុះហត្ថលេខាក្នុងឯកសារនេះដែរថាត្រូវបញ្ចប់កិច្ចព្រមព្រៀងសន្ធិសញ្ញាទាំងឡាយណាដែលធ្វើឲ្យខ្មែរបាត់បង់ទឹកដីឃើញទេនេះអន្លើទី1អន្លើទី2គឺដឹងទៅបណ្ដាហត្ថលេខីកិច្ចព្រមព្រៀងប៉ារីដើម្បីឲ្យពួកគេត្រូវតែមកដាក់សម្ពាធប្រទេសដែលជិតខាងយើងដែលមិនព្រមលុបចោលកិច្ចព្រមព្រៀងសន្ធិសញ្ញាដែលខុសច្បាប់ដោយបានសន្យាហើយក៏រឿងកម្ពុជាខ្លួនឯងដែលខ្ញុំយល់ថា
បើកាលណាគណៈរដ្ឋមន្ត្រីខ្លាចជាគណៈរដ្ឋមន្ត្រីកិច្ចព្រមព្រៀងប៉ារីសហើយរឿងនេះមិនពិបាកដោះស្រាយទេគណៈរដ្ឋមន្ត្រីនេះនឹងស្នើទៅបណ្ដាហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសដើម្បីអនុវត្តមាត្រាទី1កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងកិច្ចព្រមព្រៀងតាក់ទិនអធិបតេយ្យឯករាជ្យបូរណភាពมันអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាមាត្រាទី1ចំណុចទី2ខទំព័រ271និងមាត្រាទី2ទំព័រ272ដែលសរសេរបណ្ដាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះសន្យាយ៉ាងអូឡារឹកថាគោរពនិងទទួលស្គាល់បូរណភាពទឹកដីអធិបតេយ្យឯករាជ្យភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាឃើញទេអញ្ចឹងយើងប្តឹងទៅបណ្ដាហត្ថលេខីឲ្យពួកគេអន្តរាគមន៍រឿងទឹកដីកម្ពុជាក្រោមកម្ពុជាលើខ្មែរជាកោះនានាជាកោះបណ្ដុំកោះក្រចកសេះកោះត្រល់កោះត្រឡាចដែលជារបស់ខ្មែរនិងមានឱកាសខ្លាយជារបស់ខ្មែរប៉ុន្តែយើងមានជំហានទី3គឺប្តឹងទៅតុលាការអន្តរជាតិហើយចាស់ធ្វើយ៉ាងម៉េចទៅអ្វីនឹងដើរចង់បានអាធំត្រូវធ្វើអាតូចតើធ្វើឲ្យបងប្អូន221រូបនេះចេះច្បាប់នឹងនៅបើពួកយើង222រូបនេះមិនទាន់ចេះច្បាប់ទេយើងចង់ឲ្យនាយករដ្ឋមន្ត្រីយើងងាកមករកកិច្ចព្រមព្រៀងប៉ារីសគាត់មិនមកទេព្រោះគាត់មានសម្ពាធច្រើនឬក៏ដោយសារគាត់មានការងារផ្សេងក្រៅពីកិច្ចព្រមព្រៀងប៉ារីសនេះមិនមែនអត្ថប្រយោជន៍កិច្ចព្រមព្រៀងប៉ារីសអញ្ចឹងមកចាប់ដើមចេញពីមកគ្រាប់ទៅគឺបងប្អូន224រូបនេះចាប់ដើមចេញពីខ្លួនឯងទៅខ្ញុំផ្សាយបានបងប្អូន225រូបហើយចោះបើយាយប៊ីក្រាំងលាវខំប្រឹងផ្សាយដែរខំប្រឹងចែករំលែកដែរហើយចុះបងមាសពិសិដ្ឋរតនៈបងខំប្រឹងដែរបងប្អូនដទៃទៀតយ៉ាងហោចណាស់និយាយជាមួយគ្រួសារអ្នកជាមួយនឹងមិត្តរួមថ្នាក់អ្នកមិត្តរួមការងារអ្នកចែករំលែកអ្នកធ្វើវីដេអូខ្លីអ្នកផ្សាយអ្នកសរសេរអត្ថបទចាត់ទៅនឹងកិច្ចព្រមព្រៀងប៉ារីសដូចថ្ងៃហ្នឹងខ្ញុំនិយាយអំពីកលឹះទាំង3ហាក់អំពីហេតុអីបានជាមន្ត្រីមេដឹកនាំខ្មែរហើយនឹងច្បាប់ជាតិខ្មែរត្រូវតែងាកមករកកិច្ចព្រមព្រៀងប៉ារីសពីព្រោះជាឯកសារប្តឹងយកទឹកដីខ្មែរមកវិញឯកសារនេះលើកលែងតែមន្ត្រីមេដឹកនាំមិនមែនជាជនស្នេហាជាតិទេបើស្នេហាជាតិឯកសារនេះឯងជាឯកសារប្តឹងយកទឹកដីខ្មែរមកវិញការពារទឹកដីខ្មែរកំពុងមានឥឡូវនេះហើយក៏ទាមទារយកទឹកដីខ្មែរដែលចោលលួចយកទៅដល់ខុសច្បាប់ត្រឡប់មកវិញបានទៀតវាជាឯកសារពិសេសណាស់សម្រាប់ការពារទឹកដីសម្រាប់ការពារប្រជាជនខ្មែរក្រោមសម្រាប់ការពារសិទ្ធិសេរីភាពប្រជាជនខ្មែរក្រោមឯកសារនេះសរសេរល្អិតល្អន់អំពីក្បួនការពារសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរក្នុងនោះខ្មែរក្រោមក៏ខ្មែរក្នុងនោះខ្មែរលើក៏ខ្មែរក្នុងនោះជនភៀសខ្លួនក៏ជាខ្មែរដែរជនភៀសខ្លួនណាបងប្អូនជនភៀសខ្លួនមួយចំនួនប្រហែលជាអត់សូវដឹងរឿងនេះតែខ្ញុំសូមបញ្ជាក់ក្នុងកិច្ចព្រមព្រៀងប៉ារីសអូបៈសម្ព័ន្ធទី4សរសេរអំពីបណ្ដាហត្ថលេខីទាំងអស់នៅលើពិភពលោកត្រូវតែការពារជនភៀសខ្លួនខ្មែរហើយមុននឹងឯកសារនេះចុះហត្ថលេខាថ្ងៃ21 22 23ខែតុលាឆ្នាំ1991ឯកសារនេះព្រៀងតាំងពី15មករា79ម៉េះអញ្ចឹងអ្នកណាដែលរត់ភៀសខ្លួនក្រោយ15មករា79អ្នកទាំងអស់គ្នាគឺជាអ្នកវិភាគទានមកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយកិច្ចព្រមព្រៀងប៉ារីសក៏បានទៅការពារអ្នកវិញដែរម្ដងទៀតមេមន់និងពងមន់មុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអាយុជីវិតខ្មែរគឺជាវិភាគទានឈាមខ្មែរញើសខ្មែរទឹកភ្នែកខ្មែរឆ្អឹងគោជាភ្នំគឺវិភាគទានមកដល់កិច្ចព្រមព្រៀងប៉ារីសជនភៀសខ្លួននិងជនផ្លាស់ប្ដូរទីកន្លែងជីវិតរបស់អ្នកបានវិភាគទានមកដល់កិច្ចព្រមព្រៀងប៉ារីសតែពេលកិច្ចព្រមព្រៀងប៉ារីសចាប់ដើមព្រៀងកាកបាទក្រហមអន្តរជាតិចាប់ដើមជួយជនភៀសខ្លួនភ្លាម UNHCR ខាងអង្គការសហជីវជាតិទទួលបន្ទុកខាងជនភៀសខ្លួនជួយអ្នកភ្លាម UN Bureau អង្គការសហជីវជាតិទទួលបន្ទុកជួយដល់ជនភៀសខ្លួននៅតាមព្រំដែនជួយការពារសិទ្ធិសេរីភាពពលរដ្ឋនៅតាមព្រំដែនមកដល់ភ្លាម UN World Food Program អង្គការស្បៀងអាហារពិភពលោកចូលជួយអ្នកភ្លាមអង្គការ UNICEF អង្គការសហប្រជាជាតិទទួលបន្ទុកខាងស្ត្រីកុមារចូលជួយអ្នកភ្លាមនេះដោយសារតែការព្រៀងកិច្ចព្រមព្រៀងប៉ារីសគឺជួយអ្នក